កញ្ញាអែនរ៉ូជីរ៉ាដឹកនាំក្រុម CEO អ្នកធុរកិច្ចថៃនិងតារាល្បីៗទៅទទួលពានរង្វាន់ក្នុងកម្មវិធីដ៏ធំអស្ចារ្យនៅប្រទេសសិង្ហបុរីពីបាក់ចិត្តដល់ហើយសក់គ្មានធ្ងន់ជ្រុះច្រើនរាល់ថ្ងៃមិនដឹងធ្វើម៉េចទេថ្មីសាប៊ូកោសក់ EO អានុភាពទ្វេដងសំឡើងពីស្លឹក Aloe Vera សម្បកក្រូច Keratin និង Biotin ជួយកម្ចាត់អង្គែយ៉ាងមានប្រសិទ្ធភាពខ្ពស់ជួយបំបត្តិបញ្ហាសក់ជ្រុះនិងបណ្ដោះសក់ធ្វើឲ្យសក់មានទម្ងន់ជួយព្យាបាលបញ្ហាសក់ខូចស្អិតធ្វើឲ្យសក់ទន់រលោងសាប៊ូកោសក់ EO ធ្វើឲ្យសក់ស្អាតពីគល់ដល់ចុងកញ្ញាអែនរ៉ូជីរ៉ាជាម្ចាស់ចែប្រទាលកន្ទុយក្រពើ brand Iora យុវនារីវ័យក្មេងរយលៀនបង្កើតព្រឹត្តិការណ៍លើកកម្ពស់ធុរកិច្ចថៃទៅសកលលោកជាមួយកម្មវិធីប្រកាសទទួលពានរង្វាន់ដ៏មហាកិត្តិយសកម្រិតអាស៊ាន Hall of Fame in Singapore Award 2023នៅប្រទេសសិង្ហបុរីដែលក្នុងកម្មវិធីនោះមាន CEO អ្នកធុរកិច្ចថៃនិងតារាល្បីៗក្នុងវិស័យចំនួនជាច្រើនបានធ្វើដំណើរទៅទទួលរង្វាន់នៅទីនោះជាឆ្នាំមាសមួយរបស់ក្រុមធុរកិច្ច brand ផ្សេងៗនិងអ្នកល្បីៗដែលមានកេរ្តិ៍ឈ្មោះមកពីបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ានហើយជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រមូលផ្ដុំអ្នកល្បីៗមកគៀកស្មើគ្នាលើវេទិកាដ៏អស្ចារ្យក្នុងកម្មវិធី Hall of Fame in Singapore Award 2023ជាកម្មវិធីបង្កើតមហាព្រឹត្តិការណ៍អ្នកធុរកិច្ចដែលពេញនិយមមកម្ដងទៀតក្រោយពេលដែលបានធ្លាក់ចុះដោយសារជំងឺ Covid កន្លងមកក្នុងកម្មវិធីបានទទួលកិត្តិយសពីឯកឧត្តមឈុនធីចន្ទរគុណឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសសិង្ហបុរីចូលរួមក្នុងកម្មវិធី Hall of Fame in Singapore Award 2023ហើយនិង CEO អ្នកធុរកិច្ចព្រមទាំងអ្នកល្បីៗជាច្រើនដែលបានធ្វើដំណើរមកចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកកក្នុងកម្មវិធីនេះក៏មានវត្តមានតារាដូចជាកញ្ញាស៊ីនយូប៊ីនកញ្ញាស្រីនីមកពីប្រទេសកម្ពុជាអ្នកលេង YouTube ល្បីមកពីសិង្ហបុរីហ្វីលីពីនវៀតណាមនិងមីយ៉ាន់ម៉ាកម្មវិធី Hall of Fame in Singapore Award 2023ជាកម្មវិធីទទួលរង្វាន់ដ៏ធំអស្ចារ្យនៅក្នុងតំបន់អាស៊ានដែលមានផលិតផលរបស់ថៃល្បីៗជាច្រើន brand និងអ្នកធុរកិច្ចឆ្នើមប្រចាំឆ្នាំដែលមានកេរ្តិ៍ឈ្មោះលើផ្នែកផ្សេងៗទូទាំងអាស៊ានក្រោមការគាំទ្រពីសភាធុរកិច្ចសិង្ហបុរីព្រមទាំងនាយកដ្ឋានគាំទ្រធុរកិច្ចខ្នាតកណ្ដាលនិងខ្នាតតូចរបស់សិង្ហបុរី